គណៈបកកម្លាំងជាតិសិទ្ធិមនុស្សយុត្តិធម៌ឯកភាពជាតិលេខ139/25កកជសូមគោរពជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្មវត្ថុស្នើសុំបញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ទៅរដ្ឋសភាជាតិដើម្បីផ្ដល់សច្ចាប័នសេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើខ្ញុំមានកិត្តិយសសូមជម្រាបជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាមេត្តាជ្រាបថាដោយប្រទេសកម្ពុជាកំពុងមានបញ្ហាមិនឯកភាពគ្នាចំពោះដែនដីកោះនិងព្រំដែនសមុទ្រជាមួយប្រទេសជិតខាងដែលអាចប្រឈមនឹងជម្លោះការទូតឬហិង្សាជាមួយប្រទេសទាំងនោះជាយថាហេតុគណៈបកកម្លាំងជាតិស្នើឲ្យរាជរដ្ឋាភិបាលដាក់បញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ជូនរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្ដល់សច្ចាប័នច្បាប់អន្តរជាតិនេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពារបូរណភាពព្រំដែនសមុទ្រព្រមទាំងជាបទដ្ឋានគតិយុត្តអន្តរជាតិក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្រដោយសន្តិវិធីនិងយុត្តិធម៌ស្របតាមគោលការណ៍ជាមួយប្រទេសជិតខាងទៀតផងជាងនេះទៅទៀតចៅក្រមអន្តរជាតិដែនសមុទ្រលោក Harry Nusi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជានិងលោក Jacques Pele ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាក៏បានជំរុញឲ្យកម្ពុជាផ្ដល់សច្ចាប័ន UNCLOS នេះឲ្យបានឆាប់ផងដែរដើម្បីរក្សាបាននូវអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជានិងចំណងមិត្តភាពស្មារភាពជាមួយប្រទេសជិតខាងគណៈបកកម្លាំងជាតិស្នើសុំសម្ដេចមហាបវរធិបតីមេត្តាពន្យាបញ្ជូនអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ទៅរដ្ឋសភាជាតិដើម្បីផ្ដល់សច្ចាប័នឲ្យបានឆាប់រហ័សអាស្រ័យដោយបានគោរពជម្រាបជូនខាងលើសូមសម្ដេចមហាបវរធិបតីមេត្តាជួយអន្តរាគមន៍ឲ្យកម្ពុជាទទួលបាននូវច្បាប់អន្តរជាតិការពារដែនសមុទ្រខាងលើក្នុងពេលឆាប់ខាងមុខនេះដោយអនុគ្រោះសូមសម្ដេចមហាបវរធិបតីមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំថ្ងៃច័ន្ទ8រោចខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ស្នាក់ការកណ្ដាលគណៈបកថ្ងៃទី19ខែឧសភាឆ្នាំ2025ហត្ថលេខានឹងត្រាប្រធានគណៈបកជាមុនី